តអស់គ្នាខ្ញុំអេលីនៅក្នុងភាគនេះផងដែរហ្នឹងគឺខ្ញុំដាក់5ភាគចូលគ្នាហ្មងណាតអស់គ្នាអញ្ចឹងកុំអាចខែពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងហ្មងណាសាច់រឿងរបស់យើងហ្នឹងក៏កាត់នៅពេលដែលចេះអ៊ីងគឺគាត់បានទិញអីហើយអញ្ចឹងហើយគាត់ដើរមកហ្នឹងគឺគាត់ឆ្ងល់មែនតើថាមិនបានមានមនុស្សច្រើនម៉េចហើយគាត់ហ្នឹងក៏អើតមើលទៅឃើញនៅពេលដែលលីនយូហ្នឹងគឺបានដើរទៅចាប់អ៊ីខួយអញ្ចឹងពេលហ្នឹងគឺគាត់អត់ចាំយូរទេគាត់ទៅទាញលីនយូចេញអញ្ចឹងថាឲ្យលីនយូហ្នឹងលែងគេទៅនៅពេលដែលចេះអ៊ីងគាត់ទាញលីនយូហើយហ្នឹងក៏គាត់បានគិតក្នុងចិត្តថារដងហ្នឹងគឺលីនយូអត់ដែរអញ្ចឹងទេប៉ុន្តែថ្ងៃហ្នឹងគឺលីនយូកើតពីគេហើយគាត់ហ្នឹងក៏ដែរឃើញលីនយូធ្វើអញ្ចឹងពីមុនមកដែរនិយាយទៅចាប់គេឡើងអត់ព្រមលែងគេហ្មងសំខាន់ហ្នឹងគឺនៅទីសាធារណៈទៀតពេលដែលគាត់អញ្ចឹងហើយហ្នឹងបាទគាត់ក៏លេចទៅមើលមុខរបស់អ៊ីខួយអញ្ចឹងហើយគ្រាន់តែគាត់មើលមុខអ៊ីខួយហើយហ្នឹងគឺគាត់ស្គាល់ហ្មងថាណាគេហើយចេះអ៊ីហ្នឹងក៏គាត់បានរកទៅកាន់អ៊ីខួយអញ្ចឹងក៏សួរថាអ៊ីខួយមែនគាត់ហ្នឹងគឺជាបងប្អូនជីដូនមួយរបស់លីនយូអញ្ចឹងហើយគ្រាន់តែអ៊ីខួយលឺអញ្ចឹងភ្លាវហ្នឹងគឺថាទឹកមុខដុំ180ដឺក្រេហ្មងដែលគាត់ហ្នឹងក៏បាននិយាយថាបាទហ្នឹងហើយខ្ញុំគឺជាអ៊ីខួយហើយបងឯងសុខសប្បាយអស់ហើយពេលដែលចេះអ៊ីឃើញអ៊ីខួយហ្នឹងបដូរទឹកមុខលឿនអញ្ចឹងគាត់ឡើងចង់ភ័យតាហើយបានចេះអ៊ីហ្នឹងគាត់និយាយថាគាត់ហ្នឹងគឺអាសាលឺលីនយូនិយាយពីអ៊ីខួយប្រាប់គាត់អញ្ចឹងហើយដល់ពេលពីអ្នកនេះវិញឡើងមកមុខគ្នាអត់ចំហ្មងចេះអ៊ីក៏ឃើញអញ្ចឹងហ្នឹងក៏គាត់ក្នុងចិត្តថាតើក្មេងពីអ្នកហ្នឹងឆ្លោះគ្នាមែនវាហ្នឹងគឺមិនចម្លែកទេដែលលីនយូមួយថ្ងៃហ្នឹងគាត់មានអារម្មណ៍ថាអត់សុខចិត្តគាត់ហ្នឹងគឺជួយលីនយូអត់គាត់ក៏អញ្ចឹងហើយហ្នឹងក៏កលេចទៅឃើញប្អូនជីដូនមួយរបស់អ៊ីខួយអញ្ចឹងហើយគាត់ហ្នឹងក៏ចាប់ផ្ដើមនិយាយមកថាតើពីអ្នកហ្នឹងឯងសុបាយអត់ហើយអ៊ីខួយហ្នឹងក៏តបទៅវិញទៅថាហ្នឹងហើយប្អូនជីដូនមួយគាត់ហ្នឹងគឺចង់មកមើលសាលារបស់គាត់អញ្ចឹងដែលចេះអ៊ីលឺអញ្ចឹងហើយហ្នឹងគឺឱកាសរបស់គាត់មកតែគាត់ហ្នឹងក៏អោនទៅសួរប្អូនជីដូនមួយរបស់អ៊ីខួយថាតើប្អូនរបស់អ៊ីខួយហ្នឹងបានមើលសាលាហ្នឹងហើយនៅហើយបើសិនជាអត់ទាន់បានទៅមើលទេអញ្ចឹងចង់ទៅមួយពួកគាត់អស់ហើយគ្រាន់តែកូនហ្នឹងលឺអញ្ចឹងគឺងាកទៅសុំអ៊ីខួយហ្មងតែគាត់ចង់ទៅហើយដល់ពេលអ៊ីខួយវិញក៏គិតក្នុងចិត្តថាឥឡូវហ្នឹងអីក៏លែងសំខាន់ដែរអញ្ចឹងហើយបដ ாய் វាទៅតាមហ្នឹងទៅហើយដល់ពេលចេះអ៊ីនេះវិញក៏គាត់បានងាកទៅប្រាប់លីនយូហ្នឹងឲ្យទៅទិញការ៉េមឲ្យកូនស្រីហ្នឹងញ៉ាំទៅហើយដល់លីនយូនេះវិញគ្នាឡើងឆ្ងល់ហ្មងចង់ទៅបន្តិចអត់បន្តិចពេលហ្នឹងដែរហ្នឹងចេះអ៊ីគាត់បានគិតក្នុងចិត្តថាលីនយូហ្នឹងគឺតែងតែងាកមើលមុខអ៊ីខួយរហូតវាមើលទៅដូចជាលីនយូហ្នឹងកំពុងតែធ្វើខុសអីទៅលើអ៊ីខួយអញ្ចឹងតែពីអ្នកហ្នឹងគឺមានរឿងអីមែននិយាយទៅគាត់ចង់ដឹងមែនតើហើយនៅពេលដែលជារនមួយរបស់អ៊ីខួយបានក្រែមហ្នឹងគេអស់កូនលីនយូឡើងខ្ជូតហ្មងបើលីនយូនេះវិញគ្នាឡើងអៀនហ្មងថាអត់អីទេហើយនៅពេលដែលចេះអ៊ីឃើញអញ្ចឹងហ្នឹងក៏គាត់ចាប់ផ្ដើមមានកំណត់ថាគាត់នឹងនាំប្អូនជារនមួយរបស់អ៊ីខួយហ្នឹងដើរជុំវិញសាលាហ្នឹងហ្មងអញ្ចឹងហើយហ្នឹងគឺវាអាចផ្ដល់ឱកាសឲ្យលីនយូហ្នឹងគឺគាត់អាចនិយាយជាមួយនឹងអ៊ីខួយបានគាត់ហ្នឹងគឺត្រូវទៅធ្វើមិនក៏ដោយឲ្យប្អូនរបស់អ៊ីខួយហ្នឹងនៅចិត្តគាត់ឲ្យជាប់ហ្មងហើយដល់ពេលគាត់អញ្ចឹងចាប់ភ្លាមហ្នឹងហ្នឹងគឺឃើញកូនស្រីហ្នឹងគឺទៅអោបដៃរបស់លីនយូជាប់ហ្មងហើយគាត់ទៅសួរលីនយូថាកន្លែងនេះអីគេកន្លែងនេះអីគេនិយាយទៅឡើងពេញសាលាហ្មងហើយដល់ពេលចេះអ៊ីឃើញអញ្ចឹងគឺគាត់ឡើងហួសចិត្តហ្មងចង់ក្រោយទៅនៅជាប់មួយលីនយូនោះវិញហើយកូនស្រីហ្នឹងក៏ទៅអោបដៃលីនយូទៅនោះហើយដល់ពេលលីនយូដែរគ្នាឡើងដឹងថាត្រូវធ្វើអីហើយដល់ពេលចេះអ៊ីឃើញអញ្ចឹងហ្នឹងក៏គាត់បានគិតថាគឺវាឃើញច្បាស់ថាលីនយូហ្នឹងគឺគាត់បានបារម្ភពីអ៊ីខួយអញ្ចឹងហើយចំពោះអ៊ីខួយតើគាត់គិតមិនទៅពេលមើលទៅលីនយូហ្នឹងគឺដូចជាចង់និយាយហៅអ៊ីខួយតែម្នាក់ឯងអញ្ចឹងតែអ៊ីខួយហ្នឹងគឺមានបានគិតថាចង់និយាយជាមួយលីនយូអត់តែគាត់ហ្នឹងក៏និយាយបដាងាកទៅមើលអ៊ីខួយបដាដែលពេលហ្នឹងគឺអ៊ីខួយគាត់ងាកទៅហាងស្ករគ្រាប់ចិត្តហ្នឹងអញ្ចឹងដល់ពេលដែលគាត់ឃើញអញ្ចឹងហ្នឹងក៏គាត់សួរទៅថាអ៊ីខួយហ្នឹងចង់ទិញអីមែនហើយអ៊ីខួយហ្នឹងក៏គាត់ប្រកែកដែរថាអត់ទេនិយាយទៅថាអត់តែមួតទេប៉ុន្តែក្នុងចិត្តវិញឡើងកាត់ច្រើនហ្មងហើយក៏ចូលទៅទិញអីនៅក្នុងហាងហ្នឹងទៅហើយដល់ពេលចេះអ៊ីគ្នាអ្នកតាមមើលដែរវិញគ្នាឡើងឆ្ងល់ហើយអ៊ីខួយគាត់ចូលហ្នឹងគឺគាត់ចូលទៅទិញស្ករគ្រាប់ហ្នឹងឯងតែអ៊ីខួយហ្នឹងក៏បាននិយាយប្រាប់ទៅចេះអ៊ីថាគាត់លើគេថាស្ករគ្រាប់នៅកន្លែងហ្នឹងឆ្ងាញ់អញ្ចឹងហើយចេះអ៊ីហ្នឹងក៏សួរទៅថាអ៊ីខួយហ្នឹងមានទិញស្ករគ្រាប់ឲ្យប្អូនជីដូនមួយរបស់គាត់អត់អ៊ីខួយហ្នឹងក៏បាននិយាយថាប្អូនរបស់គាត់ហ្នឹងគឺអត់ចូលចិត្តស្ករគ្រាប់ទេហើយនៅពេលដែលចេះអ៊ីក៏បានភ្លក់ស្ករគ្រាប់ហ្នឹងក៏គាត់បាននិយាយថាស្ករគ្រាប់ហ្នឹងឆ្ងាញ់វាមានរសជាតិចូលគ្នាច្រើនអញ្ចឹងប្រហែលលីនយូចូលចិត្តហើយមកទៅអត់ពេលនិយាយចឹងហើយហ្នឹងក៏កើតក្នុងចិត្តថាអេចាំតិចហើយក៏ទៅយកស្ករគ្រាប់ហ្នឹងឲ្យលីនយូញ៉ាំអញ្ចឹងណាដែលលីនយូគាត់តែឃើញស្ករគ្រាប់ហ្នឹងហើយគេឡើងសប្បាយចិត្តហ្មងហើយគាត់ហ្នឹងក៏និយាយថាស្ករគ្រាប់ហ្នឹងគឺគាត់ធ្លាប់ញ៉ាំមកភ័ក្រគាត់ពីមុនដែរហើយដែលចេះអ៊ីគាត់លឺអញ្ចឹងហើយហ្នឹងក៏គាត់ចាប់ផ្ដើមគិតក្នុងចិត្តថាក៏ពិតទៅអ៊ីខួយហ្នឹងគឺចង់ទិញស្ករគ្រាប់ឲ្យលីនយូទេប៉ុន្តែគាត់ហ្នឹងគឺអត់បានយកទៅឲ្យលីនយូដោយខ្លួនឯងទេដែលគាត់ហ្នឹងគឺបានឲ្យស្ករគ្រាប់ហ្នឹងមកកាន់ខ្ញុំហើយខ្ញុំហ្នឹងក៏បានឲ្យលីនយូតតើពីអ្នកហ្នឹងឥឡូវហ្នឹងមានរឿងអីឲ្យប្រកាសហើយរឿងក៏កាត់ចូលមកពេលល្ងាចនៅពេលដែលពួកគាត់ហ្នឹងគឺនាំគ្នាបានដើរមកដល់ដមហ្នឹងដែលប្អូនជីដូនមួយរបស់អ៊ីខួយហ្នឹងគឺប៉ិនឆ្ងល់មែនតើកូនហ្នឹងពេលហ្នឹងដែរហ្នឹងចេះអ៊ីក៏គាត់បាននិយាយជាមួយអ៊ីខួយថាតើអ៊ីខួយហ្នឹងគឺចង់ញ
ញ៉ាំអីជាមួយពួកគាត់អត់ហើយអ៊ីខុយហ្នឹងក៏និយាយថាគាត់ហ្នឹងគឺបានប្រាប់ទៅគ្រួសារគាត់ថាពួកគាត់នឹងទៅវិញទៅញ៉ាំបាយជាមួយគ្នាហ្នឹងចែអ៊ីហ្នឹងក៏គាត់និយាយថាអីទេអញ្ចឹងលើកក្រោយចង់ញ៉ាំអីជាមួយគ្នាទៅដែលចែអ៊ីហ្នឹងក៏គាត់បាននិយាយបន្ថែមថានិយាយអីត្រង់ទៅតាអ៊ីខ្វៃហ្នឹងគឺអត់និយាយហៅគ្នាជាមួយនឹងលីនយូមែនមើលទៅហ្នឹងគឺពីរអ្នកនឹងឆ្លោះគ្នាទៅអត់ហើយដល់ពេលដែលអ៊ីខ្វៃឮចែអ៊ីសួរអញ្ចឹងហ្នឹងមើលគ្នាធ្វើមុខអត់ហើយពេលហ្នឹងដែរហ្នឹងចែអ៊ីក៏គាត់បានចាប់ផ្ដើមនិយាយថាគាត់ហ្នឹងគឺអត់បានដឹងទេថាពីរអ្នកហ្នឹងគឺមានរឿងអីមួយគ្នាប៉ុន្តែអីដែលគាត់មើលឃើញឥឡូវហ្នឹងគឺលីនយូហ្នឹងពិតជាចង់និយាយហៅគ្នាជាមួយនឹងអ៊ីខ្វៃមែនតើហើយគាត់ក៏បាននិយាយបន្ថែមថាសុខភាពរបស់លីនយូហ្នឹងតាំងពីតូចមកគឺអត់ដែលល្អទេចឹងហើយលីនយូហ្នឹងគឺគាត់អត់ដែលបានទៅរៀនដូចជាក្មេងដទៃទៀតទេគាត់ហ្នឹងគឺតែងតែចង់ទៅលេងនៅខាងក្រៅដូចជាក្មេងដទៃអញ្ចឹងប៉ុន្តែគាត់ហ្នឹងគឺអត់មានឱកាសទេសម្រាប់ការទំនាក់ទំនងជាមួយនឹងក្មេងដែលមានអាយុប៉ុនគាត់ហើយគ្រប់ពេលដែលគាត់ហ្នឹងគឺទៅលេងផ្ទះរបស់លីនយូហ្នឹងលីនយូគឺពិតជាសប្បាយចិត្តមែនតើនៅពេលដែលឃើញពួកគាត់គ្រួសាររបស់គាត់ទាំងមូលហ្នឹងគឺសិតតែដឹងថាលីនយូហ្នឹងគឺតែងតែចង់មានមិត្តភក្តិដែលជារបស់ខ្លួនឯងហើយសាកលវិទ្យាល័យនេះហើយគឺជាបទពិសោធន៍ដំបូងដែលលីនយូហ្នឹងគឺបានទៅរៀនដូចជាក្មេងដទៃទៀតហើយនៅពេលដែលបានឃើញលីនយូហ្នឹងគឺបានថតរូបផុសជាមួយនឹងមិត្តភក្តិគឺធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នាហ្នឹងពិតជាសប្បាយចិត្តមែនតើសម្រាប់មនុស្សទូទៅវាគឺជារឿងធម្មតាមួយដែលទៅរៀនស្គាល់មនុស្សថ្មីថ្មីហើយនឹងមានមិត្តភក្តិថ្មីថ្មីប៉ុន្តែសម្រាប់លីនយូវិញគឺគាត់គ្មានឱកាសទាំងអស់ហ្នឹងទេវាហ្នឹងគឺជាលើកដំបូងរបស់គាត់ដែលគាត់នឹងមានមិត្តភក្តិដែលមានអាយុប៉ុនគ្នាចង់ហើយបានមានរឿងខ្លះហ្នឹងគឺគាត់អត់ប្រកែទេប៉ុន្តែតាមអីដែលគាត់ដឹងហ្នឹងគឺលីនយូប្រកាសជាធ្វើវាបានល្អហើយដើម្បីងាយស្រួលក្នុងការបង្កើតមិត្តភក្តិជាមួយនឹងអ្នកទាំងអស់គ្នាហើយបើសិនជាណាគេមានអ្នកដែលមានអារម្មណ៍ថាអន់ចិត្តជាមួយនឹងគាត់គឺគាត់នឹងប្រកាសជាគិតទេថាគាត់នឹងគឺជាអ្នកខុសគាត់នឹងគឺជាអ្នកដែលធ្វើឲ្យគេអន់ចិត្តជាមួយគាត់ចឹងហើយនឹងគឺគាត់គិតថាពីរអ្នកនឹងគឺគាត់ទៅត្រូវគ្នាវិញទៅនៅពេលដែលអ៊ីខ្វៃគាត់លឺអញ្ចឹងហើយនឹងគាត់ឡើងអន់មុខចោលហ្មងហើយគាត់សម័យនៅពេលដែលលីនយូនឹងគឺបាននិយាយថាអ៊ីខ្វៃនឹងគឺជាមិត្តភក្តិដំបូងរបស់គាត់ហើយគាត់នឹងក៏បានគិតក្នុងចិត្តមកថាគាត់នឹងគឺតែងតែដឹងរហូតនឹងថាគាត់នឹងគឺសំខាន់ណាស់សម្រាប់លីនយូប៉ុន្តែតើវាមិនទៅពួកយើងនឹងគឺនៅភពពីរខុសគ្នាហើយតំណែងទាំងអស់នឹងគឺគ្រាន់តែជាបិសាចនិងមនុស្សតែប៉ុណ្ណោះដែលបិសាចនឹងគឺជាអ្នកប្រមាញ់ហើយចំណែកមនុស្សវិញគឺជាសត្វព្រៃទោះបីជាឥឡូវណាអត្តសញ្ញាណដែលគាត់ជាបិសាចនឹងគឺអត់មានអ្នកគេដឹងក្រៅពីលីនយូក៏ដោយតែចុះបើពេលក្រោយពេលដែលអត្តសញ្ញាណរបស់គាត់នឹងគឺបានបែកគ្នាទៅធ្វើមិនទៅហើយបើសិនជាគាត់នឹងគឺទៅចិត្តមនុស្សខ្លាំងពេកនឹងគឺពួកគេនឹងអាចគាត់សម្គាល់បាននៅអ្វីចម្លែកដែលគាត់បានធ្វើទាំងអស់នឹងហើយយូរទៅនឹងពួកគេប្រកាសជាសង្ស័យទៅហើយការប៉ັດដែលពួកគេដឹងនៅចុងក្រោយនឹងគឺពួកគេនឹងគឺគង់តែចេញពីគាត់ដដែលទេដែលដោយម៉ាក់របស់គាត់នឹងគឺតែងតែផ្ដាំគាត់អញ្ចឹងថាកុំឲ្យទៅចិត្តមនុស្សខ្លាំងពេកអញ្ចឹងហើយវាគឺជារឿងមួយដែលអាចទៅរួចដែលពួកគាត់នឹងគឺចង់បន្តមិត្តភាពមួយគ្នាហើយពេលដែលអ៊ីខុយក៏អញ្ចឹងចប់នឹងមកគេឡើងសែតហ្មងដែលពេលនឹងផងដែរនឹងលីនយូក៏បានឃើញដែរហើយគ្នាឡើងឆ្ងល់ហ្មងដែលលីនយូនឹងក៏សួរទៅអ៊ីខុយទៅថាអ៊ីខុយនឹងកើតអីអត់ហើយអ៊ីខុយនឹងគឺចង់ញ៉ាំស្ករគ្រាប់ខ្លះអត់ដែលអ៊ីខុយនឹងឃើញអូនធ្វើមុខអញ្ចឹងរៀងភាំងតិចដែរហើយនិយាយទៅងាកមកចេញហ្មងថាគាត់អត់ចង់បានទេហើយប្អូនរបស់អ៊ីខុយនឹងក៏បានឃើញដែរគ្នាឡើងឆ្ងល់ហ្មងហើយលីនយូនឹងក៏បានសួរទៅអ៊ីខុយថាតើថ្ងៃស្អែកនឹងគឺអ៊ីខុយមករៀនអត់លីនយូណែហាសូគេហើយមកឡើងសែតហ្មងដល់ពេលអ៊ីខុយវិញលឺអញ្ចឹងហើយគាត់អត់តបអីទេគាត់ងាកមុខចេញហ្មងហើយបើចែអ៊ីងណែវិញគាត់ឡើងដកដង្ហើមធំមួយពីរអ្នកហ្នឹងហ្មងហើយបានចែអ៊ីងនឹងចូលទៅនិយាយមួយលីនយូថាដោយសារតែអ៊ីខុយនឹងហើយនឹងប្អូនជីដូនមួយរបស់គាត់នឹងគឺត្រូវទៅផ្ទះវិញអញ្ចឹងហើយថ្ងៃហ្នឹងគឺយើងដើរតែប៉ុណ្្នឹងបានហើយមុនពេលដែលពីរអ្នកនេះដើរទៅហ្នឹងកូនស្រីនោះក៏ងាកមកបាយលីនយូយើងផងដែរហើយបើលីនយូយើងណែហាមករីកសោះកូនហ្នឹងហើយភ្លាមនឹងដែរហ្នឹងចែអ៊ីងក៏និយាយថាបាច់ឲ្យលីនយូហ្នឹងបាក់ចិត្តទេគាត់ហ្នឹងគឺមានរឿងអីប្រាប់មួយគាត់ហ្នឹងក៏បាននិយាយថាតាមពិតទៅហ្នឹងគឺអ៊ីខ្វៃទិញស្ករគ្រាប់ហ្នឹងឲ្យមកលីនយូអញ្ចឹងដល់ពេលលីនយូគ្នាលឺហើយឡើងសប្បាយចិត្តហ្មងសួរថាមែនដែលចែអ៊ីងហ្នឹងក៏បានតបទៅវិញទៅថាគាត់ហ្នឹងគឺដែលកុហកលីនយូតាំងពីពេលណាមកហើយគាត់ហ្នឹងក៏បាននិយាយបន្ថែមថាគាត់គិតថាអ៊ីខ្វៃហ្នឹងគឺបារម្ភពីលីនយូមែនតើហើយលីនយូហ្នឹងបាច់ភ័យទេថ្ងៃស្អែកហ្នឹងដឹងតែអ៊ីខ្វៃទៅរៀនវិញហើយពេលលីនយូលឺអញ្ចឹងគ្នាឡើងសប្បាយចិត្តយកហ្មងហើយក៏កាត់មកនៅពេលដែលប្អូនស្រីរបស់អ៊ីខ្វៃហើយនឹងអ៊ីខ្វៃកំពុងតែដើរតាមផ្លូវអញ្ចឹងដែលគាត់ហ្នឹងក៏បាននិយាយថាបើសិនជាអ៊ីខ្វៃហ្នឹងក៏ចង់បានលីនយូទេតើគាត់ហ្នឹងគឺអាចស៊ីលីនយូបានអត់ហើយនិយាយធំមុខឡើងសាហាវហ្មងកូនហើយនៅពេលដែលអ៊ីខ្វៃគាត់លឺអញ្ចឹងហើយហ្នឹងគឺគាត់ឈប់ដើរភ្លាមហ្នឹងហ្មងហើយគាត់ហ្នឹងក៏បាននិយាយថាអត់ទេអ្នកឯងហ្នឹងគាត់អាចទេហើយរឿងហ្នឹងក៏កាត់ចូលមួយថ្ងៃស្អែកនៅពេលដែលអ៊ីខ្វៃហ្នឹងគឺគាត់បានមករៀនមែនណាហើយអ្នកនៅក្នុងថ្នាក់ហ្នឹងឈូឆរមែនតើដោយសារតែបាត់អ៊ីខ្វៃមួយថ្ងៃគេឈូឆរសួរនងគាត់ឡើងពេលហ្នឹងដល់ពេលអ៊ីខ្វៃវិញគាត់ថាលីនយូហ្នឹងមិនបានអត់ទាន់មករៀនទៀតចឹងពេលគាត់អញ្ចឹងហើយតាមមកឆ្ងល់ខ្លួនឯងថាហើយថៃវាមានអីពាក់ព័ន្ធនឹងខ្ញុំទៅភ្លាមហ្នឹងដែរហ្នឹងលីនយូក៏គាត់បានមកដល់ក្នុងថ្នាក់ហ្នឹងដែរដែលគាត់ហ្នឹងក៏បានកលេចឃើញអ៊ីខ្វៃហ្នឹងត្រឡប់មករៀនវិញដែរហើយគ្រាន់តែគ្នាឃើញអញ្ចឹងឡើងសប្បាយចិត្តហ្មងថាអ៊ីខ្វៃមករៀនវិញហើយក៏គិតថាខ្ញុំអត់គិតថាខ្ញុំអាចអង្គុយចិត្តគាត់ទេដោយសារគេអង្គុយចិត្តគាត់ពេញហ្នឹងឯហ្នឹងហើយក៏ដើរចេញទៅហៅកន្លែងផ្សេងអង្គុយទៅនិយាយទៅពេលហ្នឹងអ៊ីខ្វៃក៏គាត់ឃើញដែរហើយបើលីនយូយើងណែវិញ
អង្គុយឡើងឆ្ងាយពីបងហ្មងឡើយអ៊ីខុយគ្នាឆ្ងល់នឹងដែរហ្នឹងអ៊ីខុយគាត់ងាកទៅនិយាយជាមួយខខទៅថាលៀនយូហ្នឹងអង្គុយឡើងឆ្ងាយហើយខខហ្នឹងចង់ទៅអង្គុយមួយលៀនយូអត់ដល់ពេលខខងាកទៅឃើញគ្នាឡើងឆ្ងល់ហ្មងហើយក៏ងាកមកបបួលអ៊ីខុយហ្នឹងទៅអង្គុយមួយលៀនយូចឹងអ៊ីខុយណែវិញបកាច់ឡើងលឿនហ្មងថាអត់ទៅទេហើយបើខខណែវិញគ្នាឡើងឆ្ងល់ថាមិនបានអ៊ីខុយហ្នឹងអត់ចង់អង្គុយចិត្តលៀនយូចឹងតិចពីអ្នកហ្នឹងឆ្លុះគ្នាទៅអញ្ចឹងហើយហ្នឹងខខក៏ដើរទៅអង្គុយជាមួយនឹងលៀនយូទៅហើយគ្រាន់តែគាត់អង្គុយចោះភ្លាមហ្នឹងគឺគាត់សួរហ្មងថាលៀនយូហើយនឹងអ៊ីខុយហ្នឹងឆ្លុះគ្នាមែនហើយលៀនយូក៏គាត់តបទៅថាហ្នឹងហើយឥឡូវហ្នឹងក៏គិតថាអ៊ីខុយហ្នឹងប្រហែលជាចង់និយាយជាមួយគាត់ទេហើយដល់ពេលខខគ្នាលឺហើយគ្នាឡើងដល់លៀនយូហ្មងខខហ្នឹងក៏សួរទៅថាចង់ឲ្យគាត់ហ្នឹងជួយលៀនយូបាននិយាយគ្នាជាមួយនឹងអ៊ីខុយតែពីរនាក់អត់ហើយលៀនយូហ្នឹងក៏គាត់ថាហ្នឹងហើយគាត់អរគុណហើយមកឡើងសែតហ្មងពេលខខវិញគាត់ថាលៀនយូហ្នឹងឡើងខ្ជូតមិនបានអ៊ីខុយហ្នឹងធ្វើចឹងដាក់គាត់ក៏កាត់ដើមមកចេញពីរៀននៅពេលដែលពីរនាក់នេះណាគឺគាត់ដើរតាមអ៊ីខុយចឹងហើយក៏ដើរតាមឡើងមកដល់ក្រៅយីទៅឆ្ងល់ថាបាត់អ៊ីខុយហ្នឹងទៅណាក៏បាត់អ៊ីខុយក៏មានទៅណានោះគាត់ឈើគៀនជាងតែពេលហ្នឹងដែរណាអូតាអូក៏គាត់ដើរមកដល់ដែរដែលគាត់សួរថាអ៊ីខុយហ្នឹងទៅណាពីអ្នកហ្នឹងមានឃើញអត់ហើយពីអ្នកនេះគាត់មិនឃើញបើពងទៅហៅអ៊ីខុយដែរហ្នឹងហើយបើលៀនយូណែហៅតាមហៅអ៊ីខុយឃើញគ្នាឡើងសែតមកហើយខខឃើញចឹងហ្នឹងអត់មានឆ្លៀតចេះអ៊ីខុយទៀតណាខខហើយខខហ្នឹងក៏និយាយថាឥឡូវបើអ៊ីខុយអត់ឃើញទេយើងទៅថ្នាក់វិញទៅហើយគ្រាន់តែគាត់ហៅដើរទៅភ្លាមហ្នឹងគឺមានអ្នកឆានមកគាត់ចឹងអ្នកឆានមកគាត់ហ្នឹងគឺនិយាយថាគេហ្នឹងគឺឃើញអ៊ីខុយហ្នឹងទៅដល់វិញហើយតែពេលហ្នឹងខខក៏គាត់ងាកមកប្រាប់លៀនយូផងដែរហើយគាត់ក៏បាននិយាយបន្ថែមថាលៀនយូហ្នឹងគឺគាត់តែនិយាយប្រាប់អារម្មណ៍របស់ខ្លួនឯងហ្នឹងទៅកាន់អ៊ីខុយគាត់ថាអ៊ីខុយហ្នឹងគឺគាត់ដឹងតែយល់ 100% ហ្មងហើយលៀនយូហ្នឹងគឺប្រាប់គាត់មកបើសិនជាលៀនយូហ្នឹងគឺត្រូវការជំនួយពីគាត់ហើយបើលៀនយូយើងណែវិញបានភ័ក្រនិយាយប៉ុណ្ណឹងគាត់ឡើងមានកម្លាំងចិត្តហ្មងគាត់ហ្នឹងគឺនិយាយថាគាត់ហ្នឹងក៏ដឹងហើយក៏រត់ចេញទៅមានខខស្រែកពីក្រោយថាលៀនយូហ្នឹងដឹងតែអាចធ្វើបានហើយអញ្ចឹងហើយកុំឲ្យអ៊ីខុយហ្នឹងរត់ទៅណាបានឯសោះលៀនយូយើងណែរត់ចេញទៅរកបងទាំងស្នាមញ៉ាំហ្មងរឿងក៏កាត់ចូលមកដល់បងអ៊ីខុយនៅពេលដែលអ៊ីខុយហ្នឹងគឺគាត់កំពុងតែរៀបចំកៅអៅចេញអញ្ចឹងរៀបបដាហ្នឹងក៏កាត់បដាថាគាត់ហ្នឹងគឺអត់ដឹងសោះថាមិនបានអាវ៉ាន់របស់គាត់ហ្នឹងច្រើនម៉ែគាត់ហ្នឹងគឺត្រូវតែយកទៅពីវ៉ាលីបានអស់ហើយក៏ដកដង្ហើមធំដែលគេបន្ថែមទៀតថាឥឡូវហ្នឹងបញ្ហាដែលធំហ្នឹងគឺគាត់ទៅដល់ពូរបស់គាត់ដែលពងតែស្ដីឲ្យគាត់ថាអ៊ីខុយហ្នឹងចង់រត់ទៅណាទៀតហើយការផ្លាស់ប្ដូរសាលាសាកលវិទ្យាល័យហ្នឹងវាងាយស្រួលដូចការពេលដែលយើងរៀននៅវិទ្យាល័យទេហើយនៅចង់ឲ្យម៉ាក់អ៊ីខុយហ្នឹងដឹងឲ្យខឹងស្លាប់មែនបើសិនជាអ៊ីខុយហ្នឹងចង់ដូរសាលាពិតមែនណាគឺអ៊ីខុយទៅសុំម៉ាក់របស់អ៊ីខុយខ្លួនឯងទៅគាត់ហ្នឹងក៏សម័យទៅដល់ម៉ាក់របស់គាត់ដែលស្ដីឲ្យគាត់ហ្នឹងគាត់សម័យឲ្យឡើងញ័រខ្លួនហ្មងអ៊ីខុយពេលដែលគាត់ពងគាត់ហ្នឹងសុកហ្នឹងក៏មានអ្នកគោះទ្វារបន្ទប់របស់គាត់អញ្ចឹងហើយគាត់ហ្នឹងក៏បានគិតថាប្រហែលជាមិត្តភក្តិរបស់គាត់ហ្នឹងផ្លេចយកសោទៅឯមើលទៅហើយក៏បើកទ្វារមកឃើញលៀនយូគ្នាឡើងទាំងហក់ហ្មងលៀនយូហ្នឹងទាំងហក់បដានិយាយបដាថាអ៊ីខុយហើយដល់អ៊ីខុយវិញឃើញអញ្ចឹងគឺឡើងឆ្ងល់ហ្មងថាមិនបានលៀនយូនៅហ្នឹងអញ្ចឹងហើយអ៊ីខុយហ្នឹងគឺគាត់អត់មានមាត់អត់មាននិយាយអីទាំងអស់ហ្មងគាត់ទៅទាញទ្វាររបិទអញ្ចឹងនៅពេលដែលលៀនយូឃើញអញ្ចឹងគ្នាខ្លាចអ៊ីខុយបិទទ្វារបាត់ដល់គ្នាខំប្រឹងយកដៃមកពាំងហើយដល់ពេលអ៊ីខុយហ្នឹងឃើញលៀនយូយកដៃមកពាំងអញ្ចឹងគ្នាឡើងភ័យហ្មងគាត់ទៅបើកទ្វារមកវិញតែស្រែកស្ដីអីគេថាលៀនយូពងធ្វើអីគេហ្នឹងហើយគាត់ទៅចាប់ទាញដៃអូនមកមើលនិយាយថាមិនបានលៀនយូហ្នឹងល្ងងម៉ែហើយក៏ស្រែកស្ដីគេបន្ថែមថាឲ្យចាប់បដៃហ្នឹងបាក់ធ្វើមិនទៅហើយក៏ទាញដៃអូនមកមើលរៀងចិត្តហើយនិយាយថាឈឺអត់ហើយលៀនយូហ្នឹងក៏គាត់តបទៅវិញទៅថាអត់ឈឺទៀតទេគាត់ហ្នឹងគឺគាត់តែចង់ប្រាប់ថាកុំឲ្យអ៊ីខុយបិទទ្វារអញ្ចឹងតែហ្នឹងគឺគាត់គិតអត់បានច្រើនអញ្ចឹងហើយហ្នឹងអ៊ីខុយកុំខឹងគាត់បានអត់ពេលអ៊ីខុយលឺអញ្ចឹងក៏គាត់ក្តៅក្នុងចិត្តហ្មងថាខឹងមែនតែគាត់នឹងខឹងអីគេថាមានរឿងអីកើតឡើងទៅលើលៀនយូក៏ដោយគឺវាមានរឿងអីជាមួយគាត់ទេហើយអ៊ីខុយហ្នឹងក៏ដើរចូលក្នុងដែលប្រាប់ឲ្យលៀនយូហ្នឹងចូលមកដែរមកនៅពេលដែលលៀនយូដើរចូលមកហ្នឹងក៏អ៊ីខុយគាត់ប្រើធម្មពលរបស់គាត់ហ្នឹងយកមកបិទទ្វារអញ្ចឹងហើយបើលៀនយូណែហៅគ្នាឡើងភ្ញាក់ហ្មងហើយអ៊ីខុយហ្នឹងគាត់ងាកមកនិយាយថាគាត់ហ្នឹងគឺធ្វើអស់ពីសមត្ថភាពឯដែលខំប្រឹងកិច្ចពីលៀនយូប៉ុន្តែមិនបានជាលៀនយូហ្នឹងគឺចេះតែតាមគាត់រហូតអញ្ចឹងលៀនយូហ្នឹងក៏គាត់តបទៅវិញថាគាត់ហ្នឹងគឺបានដឹងហើយរឿងដែលអ៊ីខុយហ្នឹងមានអារម្មណ៍ថាអត់ស្រួលព្រោះដោយសារតាអូនឈួងហ្នឹងគឺគាត់បានដាក់ថ្នាំចូលក្នុងកាហ្វេ3ខួយអញ្ចឹងហើយអ៊ីខុយណែហៅគ្នាឡើងឆ្ងល់ហ្មងថាមិនបានលៀនយូដឹងអញ្ចឹងហើយលៀនយូហ្នឹងក៏គាត់បាននិយាយបន្ថែមថាគាត់គិតថាអ៊ីខុយហ្នឹងគឺធ្វើបាបទៅកាន់អូនឈួងហ្នឹងនៅពេលហ្នឹងអញ្ចឹងហើយបងគាត់ហ្នឹងគឺអត់ដែលជឿជាក់ទៅលើអ៊ីខុយគាត់ហ្នឹងគឺដឹងថាអ៊ីខុយហ្នឹងខំប្រឹងបញ្យល់គាត់អញ្ចឹងតែគឺជាគាត់ទេដែលបានស្ដាប់អ៊ីខុយនិយាយអីទាំងអស់អញ្ចឹងហើយបងគាត់ហ្នឹងចង់មកសុំទោសអ៊ីខុយអញ្ចឹងដែលអ៊ីខុយគាត់លឺហ្នឹងគឺគាត់អត់មាត់អីទេហើយក៏នឹកសម័យទៅពេលដែលចេះអ៊ីហ្នឹងគឺគាត់បានប្រាប់អញ្ចឹងឲ្យតែពេលដែលលៀនយូហ្នឹងជួបគ្នាជាមួយគេអញ្ចឹងដឹងតែគាត់គិតថាគាត់ហ្នឹងគឺជាអ្នកខុសហ្មងអ៊ីខុយហ្នឹងក៏គាត់តបទៅវិញទៅថាហេតុអីមែនមុនលៀនយូគឺជាអ្នកនិយាយខ្លួនឯងហើយថាគាត់ហ្នឹងឯងជាមនុស្សម្នាក់ដែលកុហកលៀនយូប៉ុន្តែលៀនយូហ្នឹងគឺនិយាយត្រូវហើយ
គាត់នឹងគឺតែងតែរកអីផ្សេងដើម្បីបិទបាំងការពិតរបស់គាត់រហូតវាមិនមែនគ្រាន់តែជារឿងដាក់ថ្នាំនៅលើកមុននឹងទេគាត់នឹងគឺតែងតែបិទបាំងរឿងជាច្រើនពីលៀនយូចាត់តាំងពីថ្ងៃដែលពួកគាត់នឹងគឺបានជួបគ្នាដំបូងមកម៉ែហើយគាត់នឹងគឺកុហកទៅកាន់លៀនយូច្រើនរឿងមែនតើហើយគាត់នឹងក៏បានទៅចិត្តលៀនយូដោយសារតែផលប្រយោជន៍របស់គាត់ដែរប៉ុន្តែតើហេតុអីមែនបានជាលៀនយូនឹងគឺជាមនុស្សម្នាក់ដែលសុំការលើកលែងទោសពីគាត់គាត់នឹងក៏គាត់បានកើតក្នុងចិត្តថាគាត់នឹងគឺបានកុហកលៀនយូបានប្រើប្រាស់លៀនយូតែតើមិនបានជាលៀនយូនឹងនៅតែសុំការអភ័យទោសពីគាត់អញ្ចឹងហើយបានអីគាត់នឹងនិយាយថាមិនបានជាលៀនយូនឹងអត់ខឹងគាត់សោះអញ្ចឹងហើយដល់ពេលលៀនយូវិញគាត់និយាយថាមិនបានអីគាត់នឹងមកចិត្តគាត់ម៉េចឬក៏វាដោយសារតែអីគាត់នឹងគឺចង់ស៊ីគាត់ពេលហ្នឹងលៀនយូក៏គាត់សម័យទៅពេលដែលអូនឈងនឹងនិយាយមកកាន់អីគាត់ផងដែរហើយលៀនយូនឹងក៏គាត់សួរទៅអីគាត់ថាតើស៊ីសុបិននឹងគឺមានន័យថាម៉េចគាត់នឹងជួយអីគាត់បានអត់ដែលអីគាត់គ្នាលឺហើយនឹងលង្កាំងហ្មងថាមិនអញ្ចឹងទេហើយលៀនយូនឹងអត់ខ្លាចទេមែនហើយលៀនយូនឹងក៏គាត់តបទៅវិញទៅថាគាត់អត់ខ្លាចទេហើយអីគាត់នឹងក៏គាត់និយាយថាគាត់នឹងធ្វើលៀនយូដោយមហោគាត់អញ្ចឹងហើយលៀនយូនឹងអត់ខ្លាចគាត់សោះមែនលៀនយូក៏គាត់តបទៅវិញទៅថាអញ្ចឹងមានន័យថាគាត់នឹងគឺត្រូវខ្លាចមែនហើយបើអីគាត់នៅវិញគ្នាលង្កាំងហ្មងគ្នាខំស្រែកបញ្យល់ថាគាត់នឹងស៊ីលៀនយូឯងហើយលៀនយូឯងខ្លាចគាត់ទេមែនតែលៀនយូនឹងគាត់និយាយបដាសម័យបដាថាតែគ្រប់ពេលហ្នឹងគឺអ៊ីខួយតែងតែមើលថែគាត់រហូតហ្នឹងហើយថែមទាំងរឿងថ្នាំនៅលើកមុននោះទៀតទោះបីជាអ៊ីខួយហ្នឹងប្រើធម្មពលរបស់គាត់ហ្នឹងមកធ្វើបាបលៀនយូមែនប៉ុន្តែនៅពេលដែលគាត់ឃើញលៀនយូអញ្ចឹងគឺគាត់ភ័យមែនតើហ្មងហើយលៀនយូហ្នឹងក៏និយាយបន្ថែមថាគាត់ឲ្យគិតថាអ៊ីខួយហ្នឹងនឹងធ្វើបាបគាត់ទេហើយពេលអ៊ីខួយលឺអញ្ចឹងគាត់រៀងភាំងបន្តិចដែរហើយក៏សើដល់និយាយមកថាមិនបានលៀនយូហ្នឹងអត់ដឹងខ្យល់អីសោះចឹងហើយគាត់ហ្នឹងក៏ចាប់ផ្ដើមចេញធម្មពលមកដែលហួនលៀនយូទៅផ្អប់នឹងជាងអញ្ចឹងអ៊ីខួយហ្នឹងក៏និយាយថាតើលៀនយូនឹងច្បាស់អត់ហើយក៏ទៅអោនមកឡើងចិត្តគេហ្មងថាច្បាស់អត់ថាគាត់នឹងអត់ធ្វើបាបលៀនយូហើយក៏ចាប់ផ្ដើមប្រើអាធម្មពលនឹងរបស់ខ្លួនឯងនឹងមកធ្វើបាបគេអញ្ចឹងអ៊ីខួយហ្នឹងក៏ទៅអោនមកទៅចិត្តគេដែលនិយាយថាឥឡូវហ្នឹងគឺគាត់ពងខ្លាចហើយភ្លាមនឹងដែរហ្នឹងក៏អត់ដឹងថាកើតអីទេប្រហែលជាអាសើពេលមើលទៅឡើងលៀនយូហ្នឹងគ្នាសែកហ្មងហើយដល់ពេលអ៊ីខួយឃើញអញ្ចឹងហ្នឹងគ្នាឡើងឆ្ងល់ហើយក៏ចាប់ទៅរួនលៀនយូអញ្ចឹងដែលគេក្នុងចិត្តថាមិនមែនមិននឹងមានរឿងអីគេហើយដល់ពេលលៀនយូខ្ញុំណែវិញគ្នាឡើងទុនជើងហ្មងហើយដល់ពេលអ៊ីខួយឃើញអូនអញ្ចឹងហ្នឹងរៀងអៀនណាស់ហ្នឹងតាឈប់ត្រឹមនឹងទេនៅប្រើធម្មពលគាត់ហ្នឹងធ្វើបាបគេទៀតហើយដល់ពេលឃើញអូនអញ្ចឹងហ្នឹងរៀងអៀនដែរអៀនឡើងថាធំអត់បានឡើងងាកមកចេញហ្មងហើយក៏គេក្នុងចិត្តថាតើគាត់នឹងពងធ្វើអីគេហើយអ៊ីខួយហ្នឹងក៏និយាយចេញមកថាមិនបានលៀនយូហ្នឹងគឺអត់ហើបង្ងាចឹងហើយលៀនយូយើងហ្នឹងក៏គាត់តបទៅវិញទៅថាគាត់ហ្នឹងគឺជឿជាក់ទៅអ៊ីខួយថាអ៊ីខួយនឹងអត់ធ្វើបាបគាត់ហើយដល់ពេលអ៊ីខួយឃើញអូននិយាយចឹងហ្នឹងមុខឡើងក្រហមតែតហ្មងហើយអ៊ីខួយហ្នឹងក៏គាត់ឈប់ប្រើធម្មពលរបស់គាត់ដែលគាត់ហ្នឹងគឺបាននិយាយទៅកាន់លៀនយូថាបានហើយលៀនយូហ្នឹងពិតជាខ្លាចមែនគាត់ឃើញអីចឹងហើយឥឡូវលឿនមកងើបមកយាយហើយហ្នឹងក៏ងាកមុខចេញចឹងអៀនអូនហើយដល់ពេលលៀនយូណែវិញគាត់ថាគាត់ងើបបកាទេជើងគាត់ញ័រអស់ហើយអ៊ីខួយហ្នឹងចិត្តមិនដាច់គាត់ទៅលើកអូនហ្នឹងហើយដែលនិយាយថាលៀនយូហ្នឹងមែនហ្មងហើយបើលៀនយូយើងណែវិញគឺអាចឱកាសរំលងហ្មងតែឲ្យពេលឡើងជាប់ដែលអ៊ីខួយហ្នឹងក៏គាត់បាននិយាយថាហើយចាំបើលៀនយូហ្នឹងជួបមនុស្សអាក្រក់មែនធ្វើមិនទៅហើយលៀនយូយើងហ្នឹងក៏ងាកទៅនិយាយជាមួយអ៊ីខួយមកឡើងចិត្តគ្នាហ្មងថាប៉ុន្តែអ៊ីខួយហ្នឹងមិនមនុស្សអាក្រក់ផងហ្នឹងហើយដល់ពេលអ៊ីខួយគ្នាលឺអូននិយាយចឹងគ្នាឡើងអៀនយកហ្មងហ្នឹងហើយភាកហ្នឹងអៀនតែប៉ុណ្្នឹងបានហើយចាំអៀននៅភាកក្រោយតទៀតអរគុណអ្នកនរគ្នាច្រើនចាំជួបគ្នានៅវីដេអូក្រោយបាយបាយ